នេះបែបអីគេរ៉ានេះមើលឥឡូវគេប្រើសឹកអំបិលកន្លក់តិចបាក់ច្រឡំថាអ្នកលក់ច្រិតអីទៅមែនទេបងប្អូនដោយសារតែច្រិតនេះទិញពីអ្នកស្រុកបាន2គីឡូអ្នកកន្លែងធ្វើការញ៉ាំក៏ទិញយកមកផ្ញើអញ្ចឹងណាហើយយើងទុកយកមកលីងបែបម្ចាស់លីងបែបលក្ខណៈញ៉ាំយកមកឆ្អែតណាចែកគ្នាញ៉ាំអញ្ចឹងណានិយាយរួមទៅអ្នកចូលចិត្តច្រិតបានយកអារម្មណ៍មួយនឹងអញ្ចឹងណាហើយច្រិតនេះទិញគេពីល្ងាចគេរៀងស្ងោររៀងប្រៃដែរបងប្អូនធម្មតាអ្នកស្រុកគាត់នៅពេលដែលគាត់ចាប់ច្រិតបានពេលយប់ចឹងទៅគាត់សម្អាតគាត់ស្ងោរទៅគឺរៀងដាក់អំបិលកុំឲ្យវាខូចសាច់ខូចអីណាបងប្អូនហើយចង្រិតនេះគឺខ្ញុំបានបកស្លាប់រួចរាល់ហើយ2គីឡូបងប្អូនច្រើនដែរមើលតការលីងទៅបងប្អូននេះខ្ទះឡើងប៉ុណ្ណានៃការលីងចរិតរបស់ខ្ញុំជាដំបូងនឹងខ្ញុំដាក់ខ្ទះឲ្យក្តៅហើយខ្ញុំចាក់ចរិតធ្វើម៉េចរំលីងឲ្យទឹកចរិតចេញឲ្យអស់សិនណាហើយខ្ញុំដាក់គល់លក្រេឲ្យវាកាត់ជាតិឆ្អាបឲ្យវាចេញក្លិនឈ្ងុយឈ្ងុបណាតមកទៀតខ្ញុំបានដួសចរិតទុកមួយដលែកទើបខ្ញុំចាក់ប្រេងចូលហើយប្រេងដូចជា1គីឡូបងប្អូនខ្ញុំក៏បានចាក់ស្លឹកក្រូចនេះបំពងស្លឹកក្រូចមុនសិនសម្រាប់កំពងស្លឹកក្រូចនេះដាក់ឲ្យប្រេងឲ្យរីក្តៅបន្តិចណាដោយសារតែអាមុនហ្នឹងខ្ញុំចាក់ទៅរៀងឈៀវដែរតែមិនឈៀវណាស់ណាតមកទៀតខ្ញុំបានស្រង់ស្លឹកក្រូចរួចរាល់ហើយខ្ញុំចាក់ចរិតចូលម្ដងចរិតនេះបើធម្មតាបើសិនជាគេបំពងលក់2គីឡូចេះគេមិនមែនចាក់ទាំងអស់អញ្ចឹងទេគេចាក់ម្ដងបន្តិចណាតែដោយសារតែខ្ញុំនេះអត់មានពេលវេលាបងប្អូនអញ្ចឹងទៅក៏ខ្ញុំធ្វើបែបអញ្ចេះណាចាក់ទាំងអស់ទៅប៉ុន្តែសម្រាប់ការកូរគឺខ្ញុំកូរឲ្យវាញាប់ឬក៏ខ្ញុំជោគច្បល់ឲ្យវាញាប់ខ្ញុំធ្វើមិនប្រែវាញាប់ដើម្បីវាឆ្អិនសពសាច់និងឲ្យវាស្រួយគ្រប់កន្លែងណាបើមិនអញ្ចឹងទេវាឆ្អិនតាមមកកដប់ហើយនឹងស្រួយតាមមកកដប់ទេនិយាយរួមទៅគឺខ្ញុំឧស្សាហ៍កូរឬក៏ឆាវាជោគច្បល់ទៅវិញទៅមកឲ្យវាសពសាច់គ្នាណាដើម្បីឲ្យចង្រិតហ្នឹងវាឆ្អិនឬក៏ស្រួយស្មើសពសាច់គ្នាចង្រិតនៅពេលដែលវាចិត្តឆ្អិនវាឡើងគេហៅថាយើងជោគច្បល់ទៅវាលើប្រោកហើយវាស្រាលខ្លួនទៀតអញ្ចឹងស្រួយហើយការសម្រាប់ស្រួយនៅពេលដែលវាត្រូវក្តៅគឺវាស្រួយមកល្មមតែទៅពេលត្រជាក់ទៅគឺវាស្រួយខ្លាំងអញ្ចឹងកុំឲ្យវាស្រួយខ្លាំងពេកប្រយ័ត្នវាអស់ជាតិចង្រិតខ្សោះញ៉ាំអត់ឆ្ងាញ់ណាតើពីដួសចង្រិតដាក់ឲ្យវាស្រស់ខ្លាញ់ហើយខ្ញុំងាកមកបំពងខ្ទឹមហើយខ្ទឹមខ្ញុំបំពងឲ្យច្រើនដើម្បីវាឈ្ងុយឈ្ងប់ដែរណាហើយការបំពងខ្ទឹមរបស់ខ្ញុំគឺខ្ញុំយកក្លាតបែបប៉ាណែគឺនៅពេលដែលទុកក្រហមតិចទៅវាទៅជាឡើងជាល្វីងណាអានេះដល់វគ្គលាយគ្រឿងឲ្យបងប្អូនខ្ញុំចាក់ចរិតចូលទៅទាំងអស់នៅក្នុងខ្ទះហើយនេះគ្រឿងផ្សំរបស់ខ្ញុំនេះមានម្ទេសស្លឹកខ្ទឹមលឹកក្រូចដែលខ្ញុំបំពងមុនហ្នឹងហើយជាមួយនឹងខ្ទឹមបំពងសម្រាប់ចង្រិតខ្ញុំរៀងប្រៃហើយអញ្ចឹងខ្ញុំដាក់ម្សៅរ៉ូឌីចំនួន2ស្លាបព្រាបាយហើយស្ករខ្ញុំដាក់1វែកបាយតែប៉ុណ្្នឹងឯងបងប្អូនគឺថាឆ្ងាញ់ញាក់ហ្មងនេះបែបអីគេរ៉ានេះមើលឥឡូវគេប្រើសឹកអំបិលកន្លក់អំបិលផ្អែមនេះយើងប្រើបែបផ្អែមទៅវាឆ្ងាញ់បន្ទាប់ពីកូរជោគច្បល់ឲ្យគ្រឿងសពសាច់គ្នាឲ្យដល់វគ្គភ្លក់ឲ្យបងប្អូនអើយនិយាយពីថាមួយម៉ាត់ណាក៏ជាតិដែររបស់យើងថាឃ្លានណានិយាយរួមទៅឲ្យតែមានចរិតអ្នកស្រុកលក់ឲ្យដល់អ្នកកន្លែងធ្វើការខ្ញុំទិញយកមកផ្ញើហើយចែកគ្នាហើយយើងបំពោចែកគ្នាញ៉ាំណាសម្រាប់ចង្រិត2គីឡូនេះគឺថាអស់តែហ្មងបងប្អូនខ្ញុំឃើញច្រើនអញ្ចឹងណាប៉ុន្តែនៅពេលយើងញ៉ាំទៅមានអារម្មណ៍ថាយីរួមទៅគឺអត់ឆ្អែតដូចអត់ឆ្អែតមិនទេគឺថាអេមស្រេមមែនតេទឹកដៃខ្លួនឯងផងគឺថាចាំការទៀតស្រួយណាបងប្អូនមួយម៉ាត់ណាក៏ស្រួយដែរគឺថាជា double ជាតិដែរតែអន់មួយយ៉ាងអន់ថាសាច់នឹងសាច់ចង្រិតបដ ாய் គឺរៀងប្រៃដោយសារតែអ្នកស្រុកហ្នឹងគាត់ស្ងោរទៅគាត់ដាក់អំបិលរៀងជ្រុលបងប្អូនប៉ុន្តែបើយើងបានចាប់ថ្មីយកមកបំពងហើយឲ្យមានការអញ្ចឹងគឺថាឆ្ងាញ់ណាស់ខ្ញុំប្រាប់ទៅ